កម្ពុជាបានគាំទ្រការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាដែលត្រូវបង្កើតឡើងស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រការតែងតាំងនេះកម្ពុជាជឿជាក់ថាដំណើរផ្សះផ្សានេះនឹងបើកឱកាសដោះស្រាយវិវាទព្រំដែនសមុទ្រក៏ដូចជាអភិវឌ្ឍធនធានប្រេងនិងឧស្ម័នដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ទីមទាត្រួតស៊ីគ្នាដែលជាកត្តាដ៏សំខាន់សម្រាប់សន្តិសុខធម្មពលនៅក្នុងតំបន់យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថាកម្ពុជាសូមថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានទទួលភារកិច្ចដ៏សំខាន់នេះហើយនឹងចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាមួយអ្នកជំនាញអន្តរជាតិល្បីឈ្មោះផ្សេងទៀតកម្ពុជាសូមថ្លែងអំណរគុណដល់អ្នកផ្សះផ្សាទាំងអស់ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនៅដំណើរការជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សាជាមួយគ្នានេះរដ្ឋាភិបាលកម្ពុជានៅតែបន្តបដិញ្ញាចិត្តចំពោះការដោះស្រាយបញ្ហាលើដែនសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិហើយនឹងបន្តផ្ដល់នូវទំនុកចិត្តចំពោះដំណើរការផ្សះផ្សាក្រឹមអនុសញ្ញា UNCLOS គូបញ្ជាក់ថាគណៈកម្មការផ្សះផ្សាក្រឹមអនុសញ្ញា UNCLOS នេះរួមមានសមាជិកអ្នកផ្សះផ្សាឯករាជ្យចំនួន5នាក់ក្នុងនោះកម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូតចំនួន2នាក់ចំណែកភាគីថៃបានតែងតាំងអ្នកតំណាង2នាក់ផងដែរអ្នកផ្សះផ្សាទាំង4រូបនោះបានសម្រេចតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាដោយមានការពិគ្រោះយោបល់ជាមួយគូភាគីទាំងពីរផងដែរ